បាទជម្រាបសួរខ្ញុំបាទតនរថនុធីជាតនបណ្ឌិតជំនាញទៅលើការដាំកូនធ្មេញនិងជំងឺលាអញ្ចាញសម្រាប់អ្នកជំងឺខ្ញុំគឺលោក Sophia ដែលជាជនជាតិ Basic ដែលបញ្ហារបស់គាត់គឺពិបាកទំពាបាទអញ្ចឹងសម្រាប់ដំណោះស្រាយដោយសារធ្មេញខាងលើគាត់ពាក់ហើយធ្មេញខាងក្រោមគាត់រង្គើដោយសារគាត់មានជំងឺលាអញ្ចាញធ្ងន់ធ្ងរអញ្ចឹងការព្យាបាលទៅលើគាត់បាទគឺខ្ញុំបានដកធ្មេញគាត់ខាងក្រោមទាំងអស់តែម្ដងហើយបន្ទាប់មកខ្ញុំដាំបង្គោលធ្មេញខាងក្រោមចំនួន6គ្រាប់ហើយខ្ញុំដាក់ធ្មេញជាប់ឲ្យគាត់ហើយចំពោះខាងលើវិញគាត់ពាក់ធ្មេញស្និតអញ្ចឹងខ្ញុំបានដាំបង្គោលជូនគាត់ខាងលើ6គ្រាប់គឺមានថាបង្គោលត្រធ្មេញស្និតអញ្ចឹងធ្វើឲ្យធ្មេញស្និតហ្នឹងគឺជាប់បានល្អអញ្ចឹងជាលទ្ធផលក្រោយបញ្ចប់ការព្យាបាលទៅយើងដាំ implant ជូនគាត់ហើយគាត់បានធ្មេញដោយការគាត់នៅពីក្មេងវិញនេះគឺជាគុណប្រយោជន៍នៃការដាំកូនធ្មេញក្នុងឆ្អឹងបាទខ្ញុំសប្បាយចិត្តមែនទែនដែលខ្ញុំបានជួយជាពិសេសលោក Sophia ហ្នឹងឲ្យគាត់មានធ្មេញដោយគាត់នៅពីក្មេងឡើងវិញហើយជាពិសេសគឺគាត់សប្បាយចិត្តខ្លាំងមែនទែនដោយសារការតាពីគាត់ត្រួតជាងមុនខ្លាំង I would really recommend the work of the doctor because he is really making a nice job on this and because it's very difficult, very technical, so he did very well. ជាចុងក្រោយខ្ញុំលើកទឹកចិត្តដល់លោកពូអ្នកមីងដែលបាត់ធ្មេញឬក៏កំពុងតែពាក់ធ្មេញស្និតប្រសិនបើពិបាកពាក់អត់ជាប់ទេអាចទទួលយកការដាំបង្គោលដើម្បីត្រនៅធ្មេញពាក់ឬក៏ធ្មេញស្និតហ្នឹងឲ្យមានលំនឹងល្អដើម្បីជួយសម្រួលការតាំពីឲ្យប្រសើរជាងមុនបាទសូមអរគុណសូមជម្រាបលា